អ៊ីស្រាអែលចេញការគំរាមសម្រាប់កំពូលមេដឹកនាំអ៊ីរ៉ង់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកខេតបាននិយាយកាលពីថ្ងៃប្រហោះថាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោកអាលីកាមេនីមិនអាចត្រូវបានអនុញ្ញាតឲ្យនៅរស់ទេចំណែកឯរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនបានលើកឡើងថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានរៀបរៀងផែនការរបស់អ៊ីស្រាអែលដើម្បីធ្វើឃាតកំពូលមេដឹកនាំកំពូលរបស់អ៊ីរ៉ង់យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី19ខែមិថុនាឆ្នាំ2025បានឲ្យដឹងថាអ៊ីស្រាអែលបានបើកការវិភាគតាមអាកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនសម្ដៅទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងបានធ្វើការសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ជាគោលដៅការប្រហារនេះបានជំរុញឲ្យមានការឆ្លើយតបរបស់អ៊ីរ៉ង់ហើយប្រទេសទាំងពីរក៏បានប៉ះពាល់គ្នាចាប់តាំងពីពេលនោះមកលោកខេតបានធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីការវិប្រហារដោយមីស៊ីលដែលត្រូវបានគេរាយការណ៍ថាបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរមន្ទីរពេទ្យសូលកានៅក្នុងទីក្រុងប៊ឺស៊ីវ៉ាដែលជាទីក្រុងសំខាន់មួយនៅទីខាងត្បូងប្រទេសអ៊ីស្រាអែលលោកស្លូមីកូរីសអគ្គនាយកមន្ត្រីមន្ទីរពេទ្យបាននិយាយថាក្រុមមីស៊ីលបានវិប្រហារគេចាស់មួយដែលត្រូវបានជំនះចេញលោកខេតបានអះអាងថាមេដឹកនាំកំពូលអ៊ីរ៉ង់លោកខាមេនីកំពុងបញ្ជាឲ្យមានការវិប្រហារលើមន្ទីរពេទ្យដោយផ្ទាល់ដែលលោកបានអះអាងថាជាការត្រឹមត្រូវដែលអំពាវនាវឲ្យការសម្លាប់មេដឹកនាំអ៊ីរ៉ង់គាត់ក៏បានចោទលោកខាមេនីថាកំពុងស្វែងរកការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលផងដែររកពីបណ្ដាញលោកខាងលិចជាច្រើនកាលពីសប្តាហ៍មុនបាននិយាយថាអ៊ីស្រាអែលបានពិគ្រោះជាមួយសហរដ្ឋអាមេរិកអំពីផែនការធ្វើឃាតលោកកាមេនីមុនពេលមានការកើនឡើងភាពតានតឹងចុងក្រោយនេះយោងតាមសារព័ត៌មាន Axios គឺលោកត្រាំបានច្រានចោលគំនិតនេះហើយមន្ត្រីអាមេរិកបានប្រាប់អ៊ីស្រាអែលថាប្រជាជនអ៊ីរ៉ង់មិនបានសម្លាប់ជនជាតិអាមេរិកម្នាក់ទេហើយពិសាអំពីការសម្លាប់ដឹកនាំនយោបាយមិនគួរមាននៅលើតុមុខ